ស្ដីបងដាក់ពាក្យធ្វើការ និយាយទៅ CV អនឡាញដាក់តាមបងហ្នឹងជំនាញដល់ចប់ 100% ទោះអនឡាញអត់មានបទពិសោធន៍ច្រើនក៏ដោយតែគ្រាន់ថាអញ្ចឹងតើតើឯកសារពីអនឡាញអញ្ចឹងត្រូវផ្ញើទៅខាង office មួយទៀតអញ្ចឹងផ្ញើទៅក្នុងយើងត្រូវការថ្លៃរត់ឯកសារអញ្ចឹងអូនថ្លៃច្រើនអត់បានណាឯកសារមួយ20រៀលអូនហ្នឹងហើយអនឡាញអាចរត់រួចអត់ អីបង20រៀលខ្ញុំចង់បានការងារធ្វើបាត់ជាប់ ហ្នឹងហើយអញ្ចឹងអនឡាញត្រូវបងថ្លៃមុនអញ្ចឹងអាហ្នឹងមកបងផ្ញើទៅខាង office គេមួយទៀត បាទ មុននឹងអ្នកដាក់ CV សូមពិនិត្យមើលសញ្ញា scam ទាំងអស់នេះជាមុនសិនទី1 HR ពិតប្រាកដមិនដែលស្នើសុំឲ្យអ្នកបង់ប្រាក់មុនចូលធ្វើការនោះទេទី2បើ company នោះស្នើសុំឲ្យអ្នកបង់ប្រាក់មុនចូលធ្វើការ 99%គឺ scam ត្រឡប់មកវិញក្រុមហ៊ុន BA Express Cambodia យើងខ្ញុំមានការជ្រើសរើសបុគ្គលិកគ្រប់ផ្នែកនិងជាច្រើនអ្នកផងដែរសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើ CV របស់លោកអ្នកមកកាន់លេខទូរស័ព្ទរបស់ផ្នែកធនធានមនុស្សដែលមានលេខទំនាក់ទំនង098 29 និង6000ឬតាមរយៈ Telegram ខាងលើបញ្ជាក់ក្រុមហ៊ុននឹងមិនទទួលខុសត្រូវរាល់លេខទំនាក់ទំនងណាផ្សេងក្រៅពីលេខទំនាក់ទំនងរបស់ផ្នែកធនធានមនុស្សនិងលេខ hotline របស់ក្រុមហ៊ុន BA Express Cambodia ដែលមានដាក់បង្ហាញនៅក្នុង page ផ្លូវការរបស់ក្រុមហ៊ុន BA Express Cambodia ជាដាច់ខាតសូមអរគុណ